Hello សួស្តីបងប្អូនអំពូមេងក្មួយៗទាំងអស់គ្នាថ្ងៃនេះគឺតែនឹងឯណាតុងតុងនិងម៉ាក់យាយព្រមទាំងអ៊ីហ្នឹងណាគឺមកលេងនៅបនកឋិនកំពង់ធំកឋិននេះគឺម៉ាម៉ានិងកងជាអ្នកធ្វើអញនោះយំមួយបាត់សួស្តីបងប្អូនទាំងអស់គ្នាឥឡូវចូលមកដល់វីដេអូទាំងស្រុងតែម្ដងនេះគឺជាការធ្វើដំណើរទៅលេងខេត្តកំពង់ធំពួកខ្ញុំខកពីគេងតាំងពីម៉ោង4កន្លះដល់សម្រាប់ស្មួចេញដំណើរម៉ោង5កន្លះជិះមកបានបន្តិចហ្នឹងឥឡូវចូលញ៉ាំគុយទាវសិនព្រោះថាពេលដែលយើងចេញដំណើរទៅគឺទៅតែម្ដងអត់មានឈប់ថេថូតទេបងប្អូនព្រោះបញ្ញាប់ទៅឲ្យតាន់គេហែកឋនណោះហើយមើលកូនរបស់ខ្ញុំមកតាន់ស្វាងងុយទេពេលដែលចូលញ៉ាំគុយទាវណានៅក្នុងម៉ោងប្រហែលជា6ព្រឹកឥឡូវបងប្អូនពេលញ៉ាំអាហារពេលព្រឹកនឹងព្រឹកពេកទៅម្នាក់ដូចរៀងសើកមើកមិនឥឡូវដាក់តែមួយកែវហើយកំងអាហាររងចាំអាហារឥឡូវនេះអាហារមកដល់ហើយមើលហៀតតង់គេស្រង់ក្លិនសិនដោយសារតែព្រឹកពេកឥឡូវនេះខ្ញុំហៅគុយទាវពេលព្រឹកអញ្ចឹងគឺញ៉ាំបាយញ៉ាំសាច់អីដូចមិនសូវចូលទេបានរបស់ក្តៅទឹកអីបន្លែអញ្ចឹងទៅបានញ៉ាំបានអ៊ីបោះហេតង់ហ្នឹងគឺញ៉ាំគុយទាវទាំងអស់គ្នាដូចខ្ញុំដែរចំណែកឯហេតង់ហើយនឹងម៉ាក់យាយញ៉ាំបាយមាន់ឯប៉ាវិញគឺញ៉ាំមីស៊ុបចំណែកឯតែនឹងឯណាហ្នឹងព្រឹកពេកចឹងហើយគ្នាមិនដឹងណាមិនដឹងណីនេះមើលឯណាវិញស្មួកទៅពីដូចមិនសូវចង់ទេចឹងហើយអត់បានហៅឲ្យគាត់ទេគ្រាន់តែម្លែកពីពួកខ្ញុំហ្នឹងម្នាក់តិចឲ្យគាត់ហ្នឹងគ្នាញ៉ាំសឹងតែមិនចង់អស់ហើយដោយសារព្រលឹមពេករកគ្នាមិនទាន់បានដេកឆ្អែតស្រួលបួលផងក្រោយពេលញ៉ាំកាទៀវញ៉ាំអីចប់ហ្នឹងបងប្អូនងាកមកមើលដើមឈើងក្រោយនេះអត់ដែរឆាប់អារម្មណ៍សោះចូលទៅរកដងខ្ញុំឃើញស្វកស្មានតែមានចាបមែនតែនតាខំប្រឹងអត់ពិនិត្យមើលតាមពិតសិតអាកញ្ញាប៉ុន្តែមានន័យដល់ឌីសាអញ្ចឹងទៅស្អាតម្យ៉ាងនេះតើបងប្អូនឥឡូវនេះញ៉ាំកាទៀវញ៉ាំអីហើយអស់ហើយកំងភេសជ្ជៈម្នាក់មួយកែវហើយក៏នាំគ្នាបន្តដំណើរតទៅមុខទៀតតែគ្រាន់ឡើងឡានភ្លាមទូរស័ព្ទវើពេលដែលខ្ញុំមកពីផ្ទះខ្ញុំទៅកំពង់ចាមឬកំពង់ធំរត់ដងលើកណាគឺជិះកាត់តាមស្ពានភេទតម្រាក់រហូតដោយសារជិះតាមនេះចំណេញពេលវេលាបានច្រើនទេសភាពតាមដងផ្លូវហ្នឹងក៏ស្អាតល្អដែរបងប្អូនបន្ទាប់ពីជិះមកបានបន្តិចមកហ្នឹងគឺឈប់បន្តិចដោយសារតែប៉ាហ្នឹងឈឺស៊ូឆ្លៀតពេលប៉ាឈប់ហ្នឹងតែទាញញ៉ាំស្ករគ្រាប់ហើយឥឡូវញ៉ាំស្ករគ្រាប់ឈូតដែលទៅទិញនៅម៉ាកឯមុនមួយអេណាហ្នឹងឥឡូវគេយកមកញ៉ាំតាមឡានហើយបងប្អូនអេណានេះវិញបានញ៉ាំអញ្ចឹងបាត់មកអត់ចិត្តទេសាយឈានសុបាយដល់កហើយមើលតែអត់សូវមានធ្មេញមុខផងជួយញ៉ាំស្ករគ្រាប់ទៀតឥឡូវទាញចង់ដាក់ទេប៉ុន្តែអាហ្នឹងមិនមែនជាស្ករគ្រាប់ទេហើយម៉ាក់នេះអត់សូវស្គាល់អញ្ចឹងហើយចេះតែខលរហូតដល់តែឃើញផ្អែមស្ករគ្រាប់ទាំងអស់ហ្មងបាយឈប់ស៊ុយហើយឥឡូវក៏បន្តដំណើរទៅមុខទៀតហើយពេលនេះគឺដល់ហួសស្គុនហើយបងប្អូនចូលទៅដល់ទឹកដីខេត្តកំពង់ធំប្រាដាហើយបាននិយាយពីទេសភាពតាមដងផ្លូវវិញទៅចាក់ភ្នែកល្អមែនតើដោយសារតែថ្ងៃហ្នឹងមេឃទូទឹមរកភ្លៀងឥឡូវជិះបានតែបន្តិចយើងក៏មកដល់វត្តបានសម្រាប់ហើយពេលមកដល់នឹងជួបកងថាសប្បាយខ្លាំងណាស់គាត់ទៅចុះពីលើឡានភ្លាមកងមកស្ទូចយកអេណាទៅបាត់ឥឡូវតែនេះដើរតាមក្រោយហើយនៅបននេះគឺវត្តមានភ្លៀងសិចចឹងទៅរៀងលេខលាក់បន្តិចប៉ុន្តែអីទេជែកទៅជុំល្អមែនតើហ្មងបងប្អូនថាបននៅតាមសុកស្រែសប្បាយបងប្អូនជ្រះថ្លាអស់វិចិត្រតែម្ដងពួកយកបនហើយជួយគ្នាសាមគ្គីគ្នាបានល្អអត់ប្រកាន់អត់រើសអើងទេឥឡូវនេះតែនឹងឯណាបានមកជួបម៉ាម៉ាហើយមើលតែគេនឹកម៉ាម៉ាគេគ្រាន់តែទៅឃើញនឹងរត់ទៅឲ្យម៉ាម៉ាថើបហ្មងម៉ាក់ប៉ារបស់ខ្ញុំមកគាត់នៅចកាតែ2នាក់តាយាយចឹងបងប្អូនហើយឥឡូវនេះត្រឡងរបស់គាត់បានមកជួបគាត់ដែរពេលបុណ្យកឋិនហ្នឹងគាត់ថាគាត់ចង់ទៅលេងកំពង់ធំដែរអញ្ចឹងហើយគាត់ទៅជាមួយខ្ញុំដូចគ្នាឥឡូវនេះថតរូបថតអីលេងឲ្យកូនតិចសិនមុននឹងទៅញ៉ាំបាយដោយសារតែពេលទៅដល់ហ្នឹងយើងទៅហាងថ្ងៃបន្តិចតាមពិតកឋិនហ្នឹងគេចូលតាំងពីល្ងាចចុងបងប្អូនពីល្ងាចតែដោយសារតែខ្ញុំផ្លូវឆ្ងាយណាមួយកូននៅរៀនទៀតហើយចឹងយើងទៅពីល្ងាចចិត្តកើតទេម្យ៉ាងវិញទៀតនៅវត្តហ្នឹងគឺរៀងឆ្ងាយអញ្ចឹងយើងទៅតតាគេងមកយប់ហើយខ្ញុំមានកូនតូចចឹងពិបាកក្នុងការគេងនៅវត្តបងប្អូនអញ្ចឹងទៅខ្ញុំក៏ចាំពេលព្រឹកបានខ្ញុំក្រោកពីព្រលឹមទៅហើយទៅឲ្យតាន់ដល់ពេលហែកឋិនហ្នឹងតែម្ដងមកដល់ទឹកដីកំពង់ធំខ្ញុំសុំថត review ម្ហូបបន្តិចបងប្អូនគឺមានម្ហូបចម្លែកដែលខ្ញុំមិនធ្លាប់បានញ៉ាំពីមុនមកច្រើនមែនតើប៉ុន្តែរសជាតិឆ្ងាញ់ម្យ៉ាងដែរកឋិននេះជាកឋិនសាមគ្គីទេតែការទទួលរយៈវិញដោយកឋិនដាច់មុងចឹងល្អមែនតើគឺមានអ្នកជួយរត់តុករត់បាយរត់ម្ហូបជួយលើកទឹកលើកអីចឹងទៅទទួលភ្ញៀវទួលអីចឹងទៅគឺថានៅតាមសុកស្រែចកាមែនណាបងប្អូនធ្វើបន់គឺធ្វើអស់ពីចិត្តតែម្ដងគឺស្ម័គ្រចិត្តចូលរួមដើម្បីបានបន់ទាំងអស់គ្នាអ្នកខ្លះគាត់មិនបានចូលជាត្រៃជាអីទេតែគាត់ចូលបន់តិចតួចនិងចូលជាកម្លាំងដើម្បីឲ្យពិធីបន់នឹងដំណើរការបានល្អសម្រាប់អាហារថ្ងៃត្រង់មុខម្ហូបរបស់គេហ្នឹងគឺមានសម្លកកូរត្នោតហើយនឹងមានសម្លអាហារដើមត្រាវមានប្រហុកចិញ្ច្រាំក្តាមត្រាំនិងមាននំនែកនំកមនំបត់បន្លែផ្លែឈើរបស់ខ្មែរមាននំអាកោនំត្នោតនំអីផ្សេងច្រើនមកខ្លាំងណាស់នៅ
នឹងស្អីទៅកូនបើពេលរបបរឿងញ៉ាំឯនេះជ្រួលច្រារឿងបន្តិចរបស់លេងហើយចឹងក៏យំបន្តិចទៅឥឡូវនេះរកទំនុកឃើញហើយគឺលេងភ្លេងពិនពាទ្យជូនចាស់ចាស់ស្ដាប់ម្ដងបន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់ហើយហ្នឹងគឺដល់ម៉ោងហាតខិនហើយឥឡូវនេះម្ចាស់ត្រៃទាំងអស់ហ្នឹងត្រូវបានលោកតាអាចារ្យហ្នឹងក៏ហៅអញ្ជើញឲ្យយកត្រៃហ្នឹងយកមកតម្រៀបជួរគ្នាដើម្បីត្រៀមដង្ហែព័ទ្ធជុំវិញពហិយចំនួន3ដងស្ថាននេះគឺមានអ្នកចូលរួមច្រើនមែនតែនត្រៃវិញរាប់រយត្រៃហើយចំនួនមនុស្សវិញច្រើនខ្លាំងណាស់ឡើងហែនៅជុំវិញពហិយគឺហែអត់អស់មនុស្សទេហែតែអ្នកកាន់ត្រៃហ្នឹងមិនចង់អស់ផងឃើញចឹងសប្បាយចិត្តមែនតែនបងប្អូនវីដេអូនេះរៀងវែងបន្តិចទេដោយសារខ្ញុំចង់ចែករំលែកពីវប្បធម៌ប្រពៃណីរបស់ខ្មែរយើងមើលទៅគឺជក់ចិត្តដិតអារម្មណ៍មែនតែនហើយម្យ៉ាងវិញទៀតណាចំពោះបុណ្យកឋិននេះខ្ញុំទៅតែលើកទី1ដែរដែលបានថតហើយបានចូលរួមពេញលេញសាច់ការអញ្ចឹងប្រដងគ្រាន់តែទៅចូលបុណ្យហើយក៏តែផ្ទះហើយអញ្ចឹងទៅគឺអត់បាននៅចាប់ចុងចាប់ដើមទេបងប្អូនអញ្ចឹងហើយក៏ផ្ដិតយករូបភាពចែករំលែកជូនពុកម៉ែបងប្អូនគ្រាន់ជាឯកសារមួយសម្រាប់អត់សុកអីយើងអាចមើលបានអញ្ចឹងណាពេលនេះកឋិនចាប់ដើមហើយភ្លេងឆាយ៉ាំក៏មិនលឺឡើងដែរអធិស្ឋានផងបងប្អូនខ្ញុំមិនអាចដាក់ភ្លេងឆាយ៉ាំឬមកក៏ភ្លេងពិនពាទ្យនឹងនៅក្នុង channel របស់ខ្ញុំបានវែងពេកទេដោយសារវាជាប់ copyright អញ្ចឹងហើយខ្ញុំសូមដាក់បន្តិចអញ្ចឹងខ្ញុំចង់និយាយតិចបងប្អូនតាក់ទងជាមួយនឹងសម្លបហាត្រាវខ្ញុំអត់ដែរញ៉ាំសោះហ្មងសម្លបហាដើមត្រាវហ្នឹងគឺគេធ្វើមករសជាតិវាដូចទៅនឹងសម្លបហាដែលយើងស្រូបនំបញ្ចុកយ៉ាងអញ្ចឹងបើសិនជាដាក់ខ្ទិះដូងទៀតណាខ្ញុំគិតថាស្រូបនំបញ្ចុកបានឆ្ងាញ់ហ្មងស្លតំណងមែនតើខ្ញុំទៅតែញ៉ាំលើកទី1ទេហើយបងប្អូនអ្នកខេត្តកំពង់ធំគាត់ប៉ិនធ្វើខ្លាំងណាឆ្ងាញ់មែនតើហ្មងខ្ញុំសុំទៅសាហើយសម្លផ្សេងទៀតក៏ឆ្ងាញ់ដែរនៅមានខ្នប់ត្រីទៀតពិសេសហាម្ហូបនៅក្នុងកម្មវិធីតខននេះត្រូវចិត្តជាងគេឲ្យបន្ទុក10លើ10តែម្ដងគឺប្រហុកច្រាមគាត់ឆ្ងាញ់ខ្លាំងមែនតើរសជាតិ original ហើយជារសជាតិដែលប្លែកខុសពីយើងធ្វើធម្មតានៅផ្ទះឬមួយក៏ញ៉ាំនៅតាមហាងពុកម៉ែបងប្អូនកូនក្មួយកុំភ្លេចជួយចុច Subscribe YouTube Channel របស់ខ្ញុំអ្នកមួយផងណាដើម្បីបានជាកម្លាំងចិត្តពេលនេះកម្មវិធីបុណ្យកឋិនទានហ្នឹងក៏ត្រូវបានហែគ្រប់ចំនួន3ជុំផងដែរក្រោយពីពេលបានហែចំនួន3ជុំហើយហ្នឹងគឺឧបាសកឧបាសិកានិងម្ចាស់ត្រៃទាំងអស់ហ្នឹងគឺត្រូវយកត្រៃយកទៅប្រគេនព្រះសង្ឃដែលនៅគង់ចាំក្នុងវិហារត្រៃទាំងអស់នេះខ្ញុំលើសូលោប្រកាសថាប្រមាណ100ត្រៃទៅខ្ញុំភ្លេចបាត់ទៅប៉ុន្តែគ្រាន់តែដឹងថាបានប្រាក់ជាបច្ច័យហ្នឹងចំនួនដល់ទៅ40លានរៀលឯណោះថតថាបិទកាមេរ៉ាលេងថតតែស្រាប់តែមើលលោកយាយនៅពីមុខខ្ញុំហ្នឹងគឺគាត់ភ្ញាក់នៅពេលដែលលោកទុំស្គរខ្លាំងហើយលោកយាយដែលអង្គុយពីក្រោយហ្នឹងគាត់ព្យាយាមចាក់បន្ថែមទៀតពេលដែលគាត់ភ្ញាក់ខ្លាំងល្អសាយហ្នឹងខ្ញុំឡើងទៅសើចភ្លេចចុចកាមេរ៉ាថតអរគុណពុកម៉ែបងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំពីដើមដល់ចប់ជម្រាបលាជួបគ្នានៅវីដេអូក្រោយ